ករណីឆក់ត្រីទ្រង់ត្រីធំរហូតដល់172នាក់នៅព្រែកឡុងអុងដែលស្ថិតនៅក្នុងឃុំកោះជីវាំងស្តុកឯកភ្នំខេត្តបាត់ដំបងពេលនេះលោកពាក់មីដែលជាតារាកំប្លែងដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជាគាត់ងឿងឆ្ងល់តែម្ដងបាទគាត់ភ្ញាក់ផ្អើលមែនទែនចំពោះសកម្មភាពឆក់ត្រីមួយនេះបងប្អូនបាទហើយគាត់ចោទជាសំណួរសួរថាតើមន្ត្រីមូលដ្ឋាននេះគាត់បានដឹងអត់នៅពេលដែលមនុស្សចំនួន172នាក់ណាគាត់ដឹកឧបករណ៍ឆក់ទៅឆក់ត្រីនៅក្នុងម្ដុំតំបន់អភិរក្សទៀតបងប្អូនបាទនៅព្រែកឡុងអុងស្ថិតនៅក្នុងឃុំកោះជីវាំងស្រុកឯកភ្នំខេត្តបាត់ដំបងណាព្រោះថាបានជាគាត់ឆ្ងល់បងប្អូនព្រោះថាអ្នកដែលទៅចាប់នោះគឺជាទាហានបងប្អូនបាទមិនមែនជាមន្ត្រីមូលដ្ឋានអីទេគឺជាទាហានចំនួនតែ10រូបទេដោយសារតែចំនួនទាហានតិចចាប់អ្នកឆក់ត្រីទាំង172នាក់ហ្នឹងអត់បានទេចាប់បានតែ40នាក់ទេបងប្អូនរត់រួច132នាក់ហើយពេលនេះខាងចាំប្រជាពលរដ្ឋទាំងអស់គាត់កំពុងតែឆ្ងល់បាទឆ្ងល់ដូចតែខ្ញុំដែរបងប្អូនបាទឆ្ងល់ហេតុអីបានជាមនុស្សចំនួនច្រើនណាបងប្អូន172នាក់មិនតិចទេណាបងប្អូនបាទ172នាក់បើស៊ីការ17តុកបាទច្រើនណាស់បងប្អូនបាទអញ្ចឹងយើងឆ្ងល់ទាំងអស់គ្នាតើអាជ្ញាធរមូលដ្ឋាននេះគាត់បានដឹងអត់ហេតុអីបានជាអត់មានការបង្ក្រាបចាំតតែខាងទាហានមកទើបចាប់បានបាទខ្ញុំអត់យល់